សួស្តីប្រិមិត្តដែលនិយមតាមដានស្ដាប់រឿងព្រឺព្រួចនិងអាចកំបាំងទាំងអស់គ្នាយប់នេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅកាន់តំបន់ដាច់ស្រយាលមួយនាដើមសតវត្សទី90រឿងរ៉ាវដែលបងប្អូននឹងស្ដាប់ដូចតទៅនេះគឺជាដំណើរជីវិតដ៏រន្ធត់របស់គ្រូបង្រៀនម្នាក់ដែលត្រូវទៅបំពេញភារកិច្ចនៅភូមិមួយដែលត្រូវបានគេបំផ្លាញចោលភូមិដែលមានឈ្មោះថាភូមិបាក់ស្លឹកមុននឹងចូលដល់សាច់រឿងចង់សួរបងប្អូនទាំង111នាក់ Subscriber ខ្ញុំនេះសុខសប្បាយដែរឬទេបាយគ្នាប្រហែលជាមួយសប្តាហ៍បាទអញ្ចឹងគឺកុំឲ្យខាត់ពេលយូរខ្ញុំនឹងនិទានរឿងនេះតែម្ដងសេហាគឺជាយុវជនស្វាហាប់ម្នាក់គេបានធ្វើដំណើររាប់ពាន់គីឡូដើម្បីមកធ្វើជាគ្រូបង្រៀននៅទីនេះមេភូមិបានរៀបចំផ្ទះឈើចាស់មួយខ្នងឲ្យគេស្នាក់នៅផ្ទះនោះស្ថិតនៅជាប់របងសាលារៀននិងមានដើមជ្រៃធំមួយឈរត្រដែតនៅខាងក្រោយយប់ដំបូងខ្យល់បក់មកត្រជាក់ស្រេបដល់ឆ្អឹងខ្នងសេហាសម្រាកនៅលើក្រែឈើចាស់ក្រោមពន្លឺចង្គៀងព្រៃកាតដែលឆេះព្រឹមរំពេចនោះភាពស្ងប់ស្ងាត់នៃរាត្រីក៏ត្រូវបានបំបែកដោយសំឡេងម្យ៉ាងឬសូរតុកវាមិនមែនជាសំឡេងសត្វយំទេតែវាគឺជាសំឡេងបុកអ្វីម្យ៉ាងនៅខាងក្រោមផ្ទះចំពីក្រោមក្រែគេងរបស់គេតែម្ដងដោយក្តីងឿងឆ្ងល់សីហាក៏លបភ្នែកមើលតាមចន្លោះក្តារកម្រាលអ្វីដែលគេបានឃើញធ្វើឲ្យគេស្ទើរតែគាំងបេះដូងស្លាប់នៅក្រោមផ្ទះនោះមានបុរសម្នាក់អាក្រាតកាយត្រឹមចង្កេះស្បែកឡើងស្លេកដូចខ្មោចស្លាប់យូរថ្ងៃកំពុងឈរបុកត្បាល់យ៉ាងបង្ខំប៉ុន្តែនៅក្នុងត្បាល់នោះមិនមែនជាស្រូវទេគឺជាក្បាលមនុស្សឈាមស្រស់ខ្ទាតចេញមកក្រៅរាល់ពេលបុកអង្រែចុះទៅស្រមោលនោះងើបមុខឡើងយឺតសម្លឹងចំប្រហោងក្តារដែលសីហាកំពុងមើលផ្ទៃមុខគ្មានភ្នែកគួរខ្លាចមានតែប្រហោងខ្មៅងងឹតនិងមាត់ដែលដាច់រហែកដល់គុំត្រចៀកវានិយាយទាំងសំឡេងស្អកថាលោកគ្រូឃ្លានឬទេចាំបន្តិចអំបុកឆ្អិនឥឡូវហើយសីហាស្ទុះក្រោកទាំងញ័រខ្លួនទៅត្រើតគេព្យាយាមរត់រកទ្វារតែទ្វារបែរជាបើកមិនចេញរំពេចនោះខ្យល់បក់គួចមួយយ៉ាងខ្លាំងបានបក់បោកចូលនៅក្នុងបន្ទប់រលត់ចង្គៀងប្រេងកាតងងឹតស្លុបនៅក្នុងភាពងងឹតនោះមានពន្លឺពណ៌ខៀវព្រិលលេចចេញនៅជ្រុងបន្ទប់គឺជាវិញ្ញាណបុរសស្លៀកពាក់ខោអាវគ្រូបង្រៀនស្អាតបាតប៉ុន្តែទឹកមុខសោកសៅជាពន់ពេកវិញ្ញាណនោះនិយាយទៅកាន់សីហាថាកុំភ័យអីលោកគ្រូខ្ញុំឈ្មោះសុកជាគ្រូបង្រៀននៅទីនេះកាលពី10ឆ្នាំមុនអ្នកដែលនៅក្រោមផ្ទះនោះវាមិនមែនជាក្បាលមនុស្សទេវាគឺជាអប្ធមុខដែលបានសម្លាប់ខ្ញុំហើយយកសាច់របស់ខ្ញុំទៅធ្វើជាគ្រឿងសក្ការៈបូជាគេគុំភ្លឹងខ្ញុំទុកឲ្យនៅទីនេះដើម្បីបម្រើពួកគេគ្រូសុកបានប្រាប់សីហាទាំងទឹកភ្នែកមានឈាមថាបើចង់រំដោះព្រលឹងកត់នឹងត្រូវឲ្យអ្នកភូមិបានសុខសីហាត្រូវតែទៅរកប្រអប់ឈើខ្មៅដែលកប់នៅក្រោមឫសដើមជ្រៃធំនៅក្នុងប្រអប់នោះមានអណ្ដាតនិងបេះដូងរបស់គាត់ដែលពួកអាបធ្មប់បានប្រើមន្តអាគមសង្កត់ទុកយប់នោះសីហាត្រូវសម្រេចចិត្តតើគេគួររត់ចោលភូមិនេះទាំងយប់កណ្ដាលត្រៀតឬត្រូវទៅយកជីវិតទៅប្រថុយនឹងក្រោមដើមជ្រៃមរណៈដើម្បីដោះវិញ្ញាណលោកគ្រូកំឡោះដែលស្លាប់ទាំងអយុធធម៌រូបនេះទោះបីជាភាពភ័យខ្លាចកំពុងគ្របដណ្ដប់បេះដូងប៉ុន្តែសីហាដឹងថាបើគេមិនធ្វើអ្វីមួយទេគេក៏ប្រហែលជាត្រូវក្លាយជាចំណីរបស់ពួកអាបធ្មប់នេះដូចគ្នាសីហាសម្រេចចិត្តទាញពិលនិងកំបិតមុតស្រួចចុះពីលើផ្ទះតាមបង្អួចដើម្បីជៀសវាងការជួបជាមួយនឹងស្រមោលខ្មៅដែលនៅក្រោមផ្ទះជើងទាំងពីររបស់គេជន់លើស្មៅត្រជាក់ស្រេបសំដៅទៅរកដើមជ្រៃធំដែលឈរត្រដែតកណ្ដាលភាពងងឹតមេឃឈើដែលយូលតាមខ្យល់មើលទៅដូចជាដៃខ្មៅដែលកំពុងបក់ហៅគេនៅពេលទៅដល់គល់ដើមជ្រៃសីហាចាប់ផ្ដើមជីកទាំងភ័យញ័រជីកបានមួយសន្ទុះកំបិតរបស់គេក៏ប៉ះនឹងអ្វីម្យ៉ាងដែលរឹងវាគឺជាប្រអប់ខ្មៅដែលមានរុំទៅដោយក្រណាត់យន្តពណ៌ក្រហមឆ្អៅរំពេចនោះសំឡេងសើចក៏បន្លឺឡើងពីក្រោយខ្នងអាប់ធ្មប់បាននិយាយថាលោកគ្រូឯងមិនដឹងទេថាអ្នកណាដែលប៉ះប្រអប់នេះត្រូវតែដោះដូរជីវិតសីហាងាកក្រោយទាំងញ័រសាច់
ស្រាប់តែឃើញមេភូមិនៅពីក្រោយកំពុងឈរកាន់ដំបងអាគមភ្នែកឡើងក្រហមឆេះដូចភ្លើងមេភូមិបានសូត្រអាគមខ្មៅស្រាប់តែមានព្រលឹងខ្មោចជាច្រើនចេញពីដើមជ្រៃហុំព័ទ្ធសីហាដួលសន្លប់ស្ទើរដាច់ខ្យល់ប៉ុន្តែនៅក្នុងសភាពពាក់កណ្ដាលមមាយគេឃើញវិញ្ញាណលោកគ្រូសុកមកឈរពីមុខគេលោកគ្រូសុកបានប្រាប់ថាសីហាបើកប្រអប់ខ្មៅនោះទៅកុំឲ្យវាសូត្រអាគមចប់ឲ្យសោះសីហាបានប្រមូលកម្លាំងចុងក្រោយប្រើកាំបិតវះក្រណាត់យន់លើប្រអប់ឈើនោះចេញវាមានក្លិនស្អុយរលួយភាយចេញមកប៉ុន្តែវាក៏មានពន្លឺពណ៌សមួយចេះចេញមកយ៉ាងខ្លាំងដែរមេភូមិស្រែកយំទាំងជឿចាប់នៅពេលដែលមន្តអាគមខ្មៅរបស់ខ្លួនត្រូវបានបន្សាបរូបរាងមេភូមិដែលធ្លាប់តែមមូតចាប់ផ្ដើមរលួយសាច់បន្តិចម្ដងព្រោះតែអំណាចកម្ពីដែលខ្លួនបានសាងខ្មោចដែលធ្លាប់តែបំរើអាបធ្មប់ក៏បានងាកមកខំស៊ីមេភូមិអាក្រក់នោះវិញជាការសងសឹកបានប្រិមិត្តនៅក្នុងរឿងនេះគឺមេភូមិនេះឯងគឺជាមនុស្សដែលមានចិត្តអាក្រក់ដែលធ្វើបាបលោកគ្រូសុកចាប់ផ្ដើមភ្លឺស្រាងពន្លឺព្រះអាទិត្យដំបងបានចាំងចូលមកដល់គល់ដើមជ្រៃរូបភាពដ៏គួរខ្លាចកាលពីយប់មិញបានរលាយបាត់អស់សល់តែសីហាដែលដេកដង្ហក់នៅលើដីវិញ្ញាណលោកគ្រូសុកបានលេចឡើងជាលើកចុងក្រោយលើកនេះមុខមាត់របស់គាត់មានសេរីសួស្តីនិងមានស្នាមញញឹមក៏អរគុណដល់លោកគ្រូសីហាពេលនេះខ្ញុំបានមានសេរីភាពហើយឆ្អឹងរបស់ខ្ញុំនឹងប្រអប់នេះសូមលោកគ្រូយកទៅធ្វើបុណ្យតាមប្រពៃណីផងចំណែកឲ្យពួកអាបធ្មប់ពួកគេនឹងត្រូវទទួលកម្មពីនៅក្នុងឋាននរកនេះចប់វិញ្ញាណនោះក៏រលាយបាត់នៅក្នុងពន្លឺថ្ងៃសីហាបាននាំយកអធិធិធលោកគ្រូសុកទៅធ្វើបុណ្យនៅក្នុងវត្តនៅក្នុងស្រុកពីថ្ងៃនោះមកភូមិបាក់ស្លឹកលែងមានរឿងរ៉ាវលងបន្លាចទៀតហើយសីហានៅតែបន្តធ្វើជាគ្រូបង្រៀននៅទីនោះដោយភាពកក់ក្ដៅព្រោះគេដឹងថាលោកគ្រូសុកតែងតែនៅការពារគេជានិច្ចបាទប្រិយមិត្តទាំងអស់គ្នារឿងរ៉ាវអាត់កំបាំងភូមិបាក់ស្លឹកក៏បានឈានមកដល់ទីបញ្ចប់រឿងនេះបានដាស់តឿនយើងថាអំពើក្រក់ទោះលាក់បាំងចិត្តប៉ុណ្ណាក៏មិនអាចឈ្នះនៃអំណាចយុត្តិធម៌និងកម្មពៀបានដែរសូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ប្រសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like និង share និង subscribe ដើម្បីទទួលបានរឿងរ៉ាវព្រឹកថ្មីជាបន្តទៀតបងប្អូនដែលបានស្ដាប់កុំភ្លេចដាក់កាសផងហើយសម័យថាខ្លួនឯងនៅក្នុងទស្សនវិជ្ជានោះតើនឹងជាយ៉ាងណាសម្រាប់យប់នេះសូមជូនពរឲ្យសម្រានលក់ស្រួលបើសិនជាឮសំឡេងអ្វីក្រោមផ្ទះកុំភ្លេចលបមើលផងណា